បាទពេលរសៀលបាទសម្រាប់ម៉ោង3បាទ15នាទីបាទត្រូវនៅថ្ងៃសុក្រអញ្ចឹងថ្ងៃនេះផងដែរបាទបង្ហាញពីសកម្មភាពនៅតាមវាលបាទក្រោយពីបង្ហាញពីវីដេអូការចាក់វ៉ាក់សាំងឲ្យមុនហើយក៏ដូចជាឡើងរួចរាល់ហើយក៏មកបង្ហាញនៅតាមវាលហើយជាមួយនឹងខ្ញុំបាទជាអ្នកចិញ្ចឹមក៏ដូចជាអ្នកលក់បាទតែមួយរយៈកន្លងមកនេះយើងក៏ស្ងាត់បាទលក់មិនសូវបានដោយសារការលក់ដូរនេះគឺសម្បូរតែឈ្មួញរោទៅខាងវៀតណាមគឺរោតែសាច់តែអញ្ចឹងគោយើងនេះក៏រៀងស្រកសាច់ច្រើនមែនទែនសម្រាប់ក្រលរបស់ខ្ញុំព្រោះពីខែមុនវារាំងទៅធ្វើឲ្យខ្សត់ស្មៅចេះគោក៏ស្រកសាច់ហើយអ្នកចិញ្ចឹមក៏អត់សូវសម្បូរទេរាល់ថ្ងៃសម្បូរតែអ្នកដែលរោទិញទៅលើមេសាច់ឬក៏ដូចជាឈ្មោះសាច់ផងដែរបាទអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បាទចង់បានជាមួយនឹងមេគោយកទៅចិញ្ចឹមក្នុងតម្លៃសមរម្យបងប្អូនអាចតាក់ទងមកបានដូចខ្ញុំបង្ហាញក្នុងវីដេអូនេះអញ្ចឹងជាមួយមេមួយក្បាលនេះខ្ញុំក៏ធ្វើការដាក់លក់ដែរបើសិនជាបងប្អូនចាប់អារម្មណ៍ក៏អាចសាកសួរបានបាទហើយក្រោយពីបង្ហាញពីសកម្មភាពក៏ដូចជារូបគោនេះបាទហើយពីថ្ងៃមុននោះខ្ញុំក៏បានបង្ហាញពីការចាក់វ៉ាក់សាំងដែរហើយក៏រវល់ក៏អត់បានចាក់បន្តអញ្ចឹងយើងចាក់បានជាងពាក់កណ្ដាលហើយនៅសល់អត់ដល់10ក្បាលទៀតទេបាទអញ្ចឹងពីល្ងាចមិញនេះខ្ញុំក៏បានទៅធ្វើការចាក់ព្យាបាលគោរបស់បងប្អូននៅភូមិក្បែរគ្នាប្រហែលជា6-7 គីឡូឃើញថាគោរបស់គាត់ជួបជាមួយនឹងបញ្ហាជំងឺអត់ក្តាមបាទមានអាការៈបាទហើមជើងបាទប្រេះកញ្ចក់ហើយមានអាចនឹងបន្តកើតជាបន្តទៀតដោយសារក្នុងក្រលមួយបើសិនជាមានគោដែលមានបញ្ហាជំងឺរបៀបហ្នឹងគឺវាអាចឆ្លងគ្នាហើយឆ្លងលឿនទៅទៀតដោយសារក្រលរបស់គាត់នេះមានភាពហើយសើមបាទហើយក្រលរបស់គាត់ក៏មិនសូវជាស្អាតធ្វើឲ្យគោនៅក្នុងក្រលទាំងមូលអាចថានឹងឆ្លងលឿនទាំងអស់តែម្ដងបាទតែសម្រាប់គោដែលយើងបានប្រើប្រាស់ជាមួយនឹងវ៉ាក់សាំងអាចថាបើសិនជាក្នុងចំណោម10ក្បាលយើងអាចប្រើប្រាស់វ៉ាក់សាំងរហូតដល់7ឬក៏8ក្បាលវាអាចគ្របដណ្ដប់ទៅលើគោដែលអត់បានប្រើប្រាស់គឺវាមិនងាយនឹងឆ្លងដែរបាទអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាអ្នកចិញ្ចឹមទាំងអស់គ្នាបាទគួរតែគិតគូរពីសត្វចិញ្ចឹមយើងផងបាទពោះរដូវនេះអាចថាវាក៏ចាប់ដើមទុះជំងឺដែរហើយទៅឃើញក្នុងបណ្ដាញសង្គមឃើញថាក្នុងប្រទេសថៃបាទមានជំងឺឈាមខ្មៅរបស់គោនេះវាអាចមានផលប៉ះពាល់រហូតដល់អ្នកបរិភោគអាចមានបញ្ហាធ្ងន់ធ្ងររហូតដល់ជីវិតផងដែរអញ្ចឹងបងប្អូនសង្កេតមើលបាទហើយជំងឺឈាមខ្មៅនេះដែរបើសិនជាបងប្អូនអ្នកដែលគាត់មានជួបគាត់អាចថានឹងដឹងតែបើសិនជាបងប្អូនជាទូទៅដូចជាកសិករផ្សេងៗដែលគាត់ចិញ្ចឹមថ្មីឬគាត់អត់សូវយល់ពីគោអាចថាគាត់អត់ដឹងពីជំងឺនេះទេតែនៅខាងយើងនេះក៏វាមិនងាយមានដែរហើយក៏កម្រដែរបាទអញ្ចឹងគាត់ថាក្នុងរដូវនេះបងប្អូនគួរតែចាក់វ៉ាក់សាំងអញ្ចឹងបងប្អូនទាំងអស់គ្នាបាទគួរតែរៀបចំបាទព្រោះខ្ញុំនេះក៏បានចាក់ចិត្តទាំងអស់ហើយពេលល្ងាចនេះទៅវិញប្រហែលជានឹងចាក់បង្ហើយបាទនៅសល់អត់ដល់10ក្បាលទេបាទវ៉ាក់សាំងយើងក៏មិនមានច្រើនដែរដោយសារការតាក់ទងនេះយើងក៏តាក់ទងបានទៅខាងផ្នែកខ្លះទេបាទមិនទូលំទូលាយទេសម្រាប់វ៉ាក់សាំងបើសិនជាបងប្អូនដែលជាមានចិញ្ចឹមគោច្រើនអាចមានលទ្ធភាពក៏អាចទិញខ្លួនឯងតែបើសិនជាបងប្អូនវិជាកសិករដែលមានតិចតួចក៏បងប្អូនអាចថាបើសិនជាមានគេចាក់នៅក្បែរខាងនោះក៏អាចជួលគាត់ឲ្យមកចាក់ឲ្យទៅដើម្បីបង្ការជំងឺផ្សេងផងដែរព្រោះកាលណាបើសិនជាបងប្អូនមិនបានចាក់វ៉ាក់សាំងបង្ការទេបាទដូចដែលខ្ញុំបង្ហាញអញ្ចឹងគឺគោមួយក្រលដែលបានកើតនោះវាអាចនឹងឆ្លងលឿនហើយទៅពេលដែលវាឆ្លងបើសិនជាវាធ្ងន់ធ្ងរយើងត្រូវការប្រើថ្នាំច្រើនចំណាយលុយក៏ច្រើនអញ្ចឹងហើយបងប្អូនទាំងអស់គ្នាអ្នកចិញ្ចឹមបាទគួរតែចាក់អញ្ចឹងក្នុងវីដេអូនេះខ្ញុំបង្ហាញជូនក៏ដូចជាបន្ថែមជូនតែប៉ុណ្្នឹងទេសម្រាប់បងប្អូនអ្នកដែលចិញ្ចឹមទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងបានដឹងថាពីការចាក់វ៉ាក់សាំងវាមានអត្ថប្រយោជន៍អីខ្លះបាទសម្រាប់វីដេអូបើសិនជាបងប្អូនចង់បានជាមួយនឹងមេគូក៏ដូចជាគូយកទៅចិញ្ចឹមបងប្អូនអាចតាក់ទងឬក៏អាចមកមើលផ្ទាល់នៅអាស័យដ្ឋានភូមិដងរែកឃុំប្រទាឆ្មាស្រុកក្នុងពួកខេត្តបន្ទាយមានជ័យបាទជាចុងក្រោយខ្ញុំបាទអរគុណសម្រាប់ការតាមដានរបស់បងប្អូនមិនថាទៅនៅក្នុងបណ្ដាញសង្គម Facebook ក៏ដូចជាប្រព័ន្ធ YouTube ទេបាទបងប្អូនអាចចូលមើលបានបាទចុងក្រោយខ្ញុំបាទអរគុណនិងសូមជម្រាបលា